បុរសម្នាក់ក្រោយពីរស់នៅបែកគ្នាជាមួយនឹងប្រពន្ធអស់ជាង1ឆ្នាំបានតាមទៅសុំត្រូវគ្នាវិញតែប្រពន្ធមិនព្រមនិងថែមទាំងទាមទារលែងលះតែប្តីមិនព្រមនឹងបានបោះសម្ដីថាបើប្រពន្ធលែងចង់រស់រួចបានជិះម៉ូតូចេញពីផ្ទះបាត់ស្រាប់តែ2ថ្ងៃក្រោយមកប្រទះឃើញស្លាប់កាប់មុខក្នុងចំការមួយកន្លែងឡើងហើមស្អុយដង្កូវចោះបាត់ទៅហើយករណីប្រទះឃើញសាកសពនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង 10:20 នាទីព្រឹកថ្ងៃទី13ខែកញ្ញាឆ្នាំ2025នៅចំណុចភូមិអូចំណិតឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងសាកសពជនរងគ្រោះមានឈ្មោះឡារតនាភេទប្រុសអាយុ43ឆ្នាំមុខរបរសន្តិសុខមានលំនៅភូមិខ្នារង្វាស់ឃុំខុនរៀមស្រុកបន្ទាយស្រីខេត្តសៀមរាបតាមប្រភពសាក្សីឈ្មោះសឹមវីភេទស្រីអាយុ48ឆ្នាំបានបំភ្លឺថាមុនពេលកើតហេតុកាលពីវេលាម៉ោង 8 នៅថ្ងៃទី13ខែកញ្ញាឆ្នាំ2025គាត់បាននាំកម្លាំងទៅបាញ់ថ្នាំស្រូវនៅក្បែរចំការរបស់គាត់ស្ថិតនៅភូមិកើតហេតុខាងលើដោយមានកម្មករចំនួន4នាក់បានបាញ់ថ្នាំរហូតដល់វេលាម៉ោង 10:20 នាទីព្រឹកថ្ងៃដដែលខណៈដែលគាត់ដើរទៅមើលចំការល្ងស្ថិតនៅក្នុងចំការចេកបានធំក្លិនស្អុយចម្លែកទើបដើររកមើលស្រាប់តែប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ដែលដេកស្លាប់ស្លៀកខោខ្មៅជើងវែងនិងអាវក្រណាត់យឺត2ជាន់អាវក្រៅមានរូបសញ្ញាសន្តិសុខដេកផ្កាប់មុខទៅនឹងដីដោយដៃស្ដាំបត់ទៅខាងក្រោមភ្លាមនោះគាត់បានដើរទៅមើលចិត្តឲ្យច្បាស់ក៏ឃើញមានសត្វដង្កូវពេញក្បាលនិងដងខ្លួនហើយដងខ្លួនមានសភាពហើមទើបដឹងថាស្លាប់បាត់ទៅហើយក៏ស្រែកប្រាប់កម្មករឲ្យជួយមកមើលដោយឡែកតាមសម្ដីស្ត្រីឈ្មោះឈឹមច័ន្ទដេតភេទស្រីអាយុ38ឆ្នាំត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថាមុនពេលកើតហេតុកាលពីវេលាម៉ោង 6:30 នាទីព្រឹកថ្ងៃទី11ខែកញ្ញាឆ្នាំ2025ប្តីគាត់បានត្រឡប់មកពីធ្វើការនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងគោលបំណងមករកគាត់ជាប្រពន្ធតែគាត់មិនបាននិយាយជាមួយទេព្រោះពួកគាត់បានឆ្លោះគ្នាជាយូរមកហើយដោយគាត់ថែមទាំងបានសុំលែងលះតែប្តីមិនព្រមហើយប្តីចេះតែតាមអង្វរសុំត្រូវគ្នាវិញរហូតតែគាត់មិនព្រមដោយពួកគាត់រស់នៅបែកគ្នារយៈពេលជាង1ឆ្នាំមកហើយស្ត្រីជាប្រពន្ធបន្តថាលុះដល់ម៉ោងប្រមាណ 8 ព្រឹកថ្ងៃដដែលប្តីបានទៅនិយាយជាមួយនឹងម្ដាយខ្លួនថាខ្ញុំមិនចង់រស់ទេម៉ែបើប្រពន្ធខ្ញុំមិនត្រូវគ្នាជាមួយខ្ញុំវិញទេនោះខ្ញុំនឹងសម្លាប់ខ្លួននិយាយហើយប្តីគាត់ក៏ដើរទៅជក់បារីមួយសន្ទុះក្រោយមកក៏ទាញម៉ូតូជិះចេញទៅបាត់ដោយមិនដឹងថាទៅណានោះឡើយរហូតដល់ម៉ោងវេលាម៉ោង 11 ថ្ងៃទី13ខែកញ្ញាឆ្នាំ2025បងស្រីរបស់គាត់ឈ្មោះឈឹមច័ន្ទឌីភេទស្រីបានមកប្រាប់គាត់ថាប្តីឯងស្លាប់ហើយគេឃើញស្លាប់នៅឯដីចំការនៅក្បែរម៉ូតូមួយគ្រឿងឮបែបនេះគាត់ក៏ប្រញាប់ទៅមើលដល់ទីតាំងកើតហេតុក៏ប្រទះឃើញពិតជាប្តីគាត់មែនបន្លងមកប្តីរបស់គាត់មានជំងឺបេះដូងនិងតែងតែលេបថ្នាំជាប្រចាំហើយក៏ធ្លាប់ប្រើប្រាស់សារធាតុញៀនទៀតផងក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសលវិច័យសពរួចបញ្ជាក់ថាជនរងគ្រោះអាចដួលស្លាប់ដោយខ្យល់កមិនជាប់ពាក់ព័ន្ធបទល្មើសណាមួយនោះទេសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី